បាទសួស្តីពុកម៉ែបងប្អូនសូមពុកម៉ែបងប្អូនជួយចុច like ចុច share វីដេអូខ្ញុំម្នាក់មួយផងពុកម៉ែបងប្អូនដែលពុកម៉ែបងប្អូនបាន follow Facebook page របស់ខ្ញុំឲ្យខ្ញុំមានកម្លាំងចិត្តធ្វើវីដេអូថតលេងជាទេសភាពផ្សេងៗដែលខ្ញុំបានផ្ដិតរូបភាពថតក្រាន់មកពុកម៉ែបងប្អូនទស្សនាលេងពុកម៉ែបងប្អូនកុំភ្លេចជួយ like ជួយ share ផងពុកម៉ែបងប្អូននិង comment នេះជាទេសភាពភ្នំណាំលានៅទឹកដីខេត្តមណ្ឌលគិរីដែលភ្នំថ្មធំជាងគេនៅទឹកដីខេត្តមណ្ឌលគិរីពុកម៉ែបងប្អូននេះភ្នំដែលខ្ញុំត្រូវទៅឡើងលេងពុកម៉ែបងប្អូនឥឡូវខ្ញុំបានឡើងមកដល់ជើងភ្នំហើយចុះពីភ្នំមួយមករួចយើងចុះមកឡើងមកភ្នំមួយនឹងទៀតឆ្លងកូណូរួចយើងឆ្លងមកភ្នំនេះតំបន់ភ្នំឥឡូវកូនខ្ញុំបានកាន់ដៃប្អូនឡើងហើយឡើងមិនទាន់ដល់ពុកម៉ែបងប្អូនអើយសម្រាប់សិនវាហត់ភ្នំនឹងខ្ពស់ពុកម៉ែបងប្អូនមិនតែសម្រាប់សិនទេចាំមើលវគ្គបន្តទៀតយើងឡើងទៅមុខទៀតនេះមិនទាន់បានឡើងដល់ពាក្យកណ្ដាលភ្នំផងឥឡូវចាប់ផ្ដើមហត់ហើយពុកម៉ែបងប្អូនចង់មកលេងខេត្តមណ្ឌលគិរីអាចមកបានឥឡូវកំពុងតោងខ្សែឡើងហើយបើពុកម៉ែបងប្អូនមកលេងខេត្តមណ្ឌលគិរីកុំភ្លេចមកលេងភ្នំណាំលានេះផងម្យ៉ាងដែរនៅទឹកដីខេត្តមណ្ឌលគិរីសម្បូរទេសចរច្រើនឥឡូវនេះខ្ញុំបានឡើងហើយឡើងតោងខ្សែពុកម៉ែបងប្អូនអើយបើមិនតោងខ្សែឡើងអត់កើតទេដូចគេនៅរស់នៅនឹងដូចជាបងប្អូនជនជាតិអីគាត់មិនកាន់ខ្សែឡើងដូចយើងទេគាត់ឡើងរះប្រឆិតនេះចំណែកពូខាងយើងវិញឡើងខ្សែតោងខ្សែបងប្អូនឬបងប្អូនដែលនៅរស់នៅកន្លែងហ្នឹងគាត់ថាពីមុនមកមានគេឡើងអត់កាន់ខ្សែអញ្ចឹងវិលមកធ្លាក់មកលប៊ូសបាក់ដៃបាក់ជើងដែរឥឡូវគេខ្លាចភ្ញៀវទេសចរអីគ្រោះថ្នាក់ឥឡូវគេដាក់ខ្សែឡើងឲ្យពុកម៉ែបងប្អូននេះខ្ពស់ណាស់ពុកម៉ែបងប្អូនអើយឡើងចង់ដាច់ខ្យល់ត្រូវថ្ងៃរៀងក្តៅទៀតនេះជាទេសភាពនៅតាមជើងភ្នំពុកម៉ែបងប្អូនបានមកលេងខេត្តមណ្ឌលគិរីអីកុំភ្លេចចូលមកលេងភ្នំណាំលាផងយើងហ៊ូពីប៊ូស្រាមកចូលស្រុកពេជ្រដាចូលមកលេងភ្នំណាំលាឥឡូវខ្ញុំបានឡើងមកដល់ភ្នំហើយឥឡូវខ្ញុំបានបង្ហោះដ្រូនមើលជាទេសភាពទឹកដីដែលថ្មធំល្វឹងល្វើយនេះពុកម៉ែបងប្អូនចាំទស្សនាវីដេអូខ្ញុំទាំងអស់គ្នានេះភ្ញៀវគាត់ឡើងច្រើនណាស់ពុកម៉ែបងប្អូនឲ្យតែគាត់បានមកលេងមណ្ឌលគិរីហើយគាត់មិនចូលទេភ្ញៀវទេសចរមកលេងភ្នំឡាំលានេះជាន់ទី1ពុកម៉ែបងប្អូននៅជាន់លើដល់ជាន់លើទៀតពុកម៉ែបងប្អូនឆ្លងព្រៃហ្នឹងឡើងទៅលើទៀតតែខ្ញុំហត់ពេកខ្ញុំឡើងទៅអត់ដល់ទៀតទេបានត្រឹមហ្នឹងឥឡូវខ្ញុំថតមើលជាទេសភាពភ្នំជុំវិញម្ដង